ចាសួស្តីបងប្អូនអរគ្នាថ្ងៃនេះមកតែនៃវីដេអូខ្លីមួយគឺស្លមកជូរខ្ទិះស្លមកជូរគ្រឿងខ្ទិះបង្កើតដោយសារមានកែប3បងប្អូនកែបខែ5កែបពោបងប្អូននេះគឺមានដូងមានទ្រាប់ខ្ញុំដាក់ទ្រាប់បន្តិចដោយសារខ្ញុំអត់មានទ្រាប់កុយមានទ្រាប់ស្រួយអញ្ចឹងហាន់គ្រឿងខាងអីបងអញ្ចឹងខ្ញុំសូមចែកនៃវីដេអូនេះបន្តិចដើម្បីប្រាប់បងប្អូនខ្លះពេលដែលគាត់ស្លមកជូរគ្រឿងអត់អ្នកខ្លះក៏អត់មានប្រដាប់គ្រប់គ្រឿងមិនសិនកាន់គ្រឿងអីទេគឺតែតែប្រើត្បាល់ណាបងប្អូននេះប្រើត្បាល់បងអីអញ្ចឹងទៅតែតែគ្រឿងចូលភ្នែកចូលអីអញ្ចឹងខ្ញុំមកចែកនៃបទពិសោធន៍ឲ្យបងប្អូនដឹងថាធ្វើយ៉ាងម៉េចកុំឲ្យកាហាយពេលដែលគ្រឿងចូលក្នុងភ្នែកយ៉ាងហើយយើងធ្វើយ៉ាងម៉េចដើម្បីឲ្យវាបាត់កាហាយព្រាមៗអញ្ចឹងបងប្អូនមើលវីដេអូខ្ញុំនេះដល់ចប់បងប្អូននឹងដឹងបងប្អូនចាគឺពេលដែលយើងបុកគ្រឿងបុកអីចឹងទៅមានគ្រឿងចូលភ្នែកដាក់ម្ទេសដាក់អីចឹងទៅតែងតែកាហាយពេលដែលគ្រឿងចូលភ្នែកហ្នឹងគឺមិនបាច់ដាក់ទឹកទេបងប្អូនពេលដែលគ្រឿងចូលភ្នែកគឺយើងយកក្បាលជង្គង់របស់យើងហ្នឹងលាត់ក្បាលជង្គង់មកយកភ្នែកដែលគ្រឿងកំពុងតែចូលកាហាយផ្សារហ្នឹងយកទៅញីលើក្បាលជង្គង់យើងទៅធ្វើឲ្យភ្នែកយើងដែលគ្រឿងចូលហ្នឹងគឺបាត់កាហាយរយៈពេលតែ4ទៅ5នាទីបើបងប្អូនដាក់ទឹកអាចនឹងក្រហាយយូរហើយក្រហាយខ្លាំងបើបងប្អូនធ្វើតាមខ្ញុំនឹងត្រជាក់ភ្នែកភ្លាមបងប្អូនសម្រាប់បងប្អូនណាដែលគាត់ចង់ញ៉ាំបុកគ្រឿងខ្លួនឯងអត់មានម៉ាស៊ីនក្លុកអីចឹងណាបើបងប្អូនខ្លះគាត់នៅតាមទីរួមខេត្តទីក្រុងគាត់ទិញគ្រឿងគេយកមកស្រាប់ចឹងអត់មានពិបាកយកមកបុកអីមានគ្រឿងអីចូលភ្នែកទេតែបើសម្រាប់អ្នកជនបទដូចខ្ញុំបងប្អូនខ្លះគាត់មានតន្ត្រីមានតត្បាល់ចឹងទៅមានគល់សក្រីអីខ្លួនឯងដាំអីខ្លួនឯងចឹងទៅគឺយើងទៅកាប់យកមកហាន់ដាក់បុកដាក់អីខ្លួនឯងចឹងដើម្បីថាជាតិឆ្ងាញ់ជាងយើងទិញគេមកអញ្ចឹងពេលដល់ពេលបុកទៅចូលចេញទឹកចេញអីខ្លាំងមកដាក់ខ្ទឹមដាក់អីចឹងវាមានចូលចេញពីគ្រឿងមកពីការយើងបុកមិនបានប្រយ័ត្នធ្វើឲ្យភ្នែករបស់យើងហ្នឹងកាហាចូលទៀតចូលក្នុងភ្នែកហ្នឹងក៏កាហាយតែបើខ្ញុំធ្វើពិធីហ្នឹងខ្ញុំធ្វើទៅបានផលមែនព្រោះអីក្បួនហ្នឹងខ្ញុំដឹងពីម៉ាក់ខ្ញុំគាត់ដឹងពីយាយពីខ្មោចយាយខ្មោចតាចាស់ចាស់បុរាណគឺគាត់ដឹងអញ្ចឹងគាត់ប្រាប់តកូនតចៅទៅខ្ញុំធ្វើបែបហ្នឹងគឺបានគុណភាពមែនណាបងប្អូនណាដែលមានការបុកគ្រឿងស្លថ្ងៃក្រោយបើមានគ្រឿងខ្ទៀតចូលភ្នែកអីបងប្អូនអាចលត់ក្បាលជង្គង់របស់យើងហ្នឹងយកមកញីយកភ្នែកយើងទៅញីលើក្បាលជង្គង់យើងទៅនឹងបាត់ក្រហាយហីបងប្អូនហើយវីដេអូហ្នឹងខ្ញុំចែករំលែកបទពិសោធន៍ហ្នឹងគឺប៉ុណ្្នឹងដែរហើយនេះខ្ញុំមករៀបរាប់ការស្លមកជូរខ្ទិះកង្កែបបងប្អូនខែប្រាំងហ្នឹងក្រងកែបដែរតែព្រឹកហ្នឹងបងអូនថ្លៃគេរកបានឥឡូវគាត់ទិញគេកន្លះគីឡូមកព្រោះអីមាត់តិចដែរស្លកកោគ្រឿងដាក់ខ្ទិះដាក់អីចឹងទៅមានត្រប់ស្រួយត្រប់ញោមដោយសារខ្ញុំមានត្រប់ខ្លួនឯងក៏ងាយមិនបាក់អស់លុយច្រើនក៏ដាក់ស្លទៅមកបាក់យើងទិញគេច្រើនអស់លុយច្រើនទិញតែសាច់គេទៅក៏ធ្វើហូបព្រឹកហ្នឹងបងប្អូននេះធ្វើដូចខ្ញុំធ្វើអញ្ចឹងដាក់ផឹកម្រះព្រៅម្រះអីចឹងឥឡូវហ្នឹងគោឆ្អិនបានញ៉ាំហើយមិនយូរទេបងប្អូនព្រោះអីយើងមានដូងមានគ្រឿងតក្រីដែលយើងដាំនៅចិត្តផ្ទះហ្នឹងបេះយកកាត់មកយកមកហាន់សក្រូចសក្អីគឺមានខ្លួនឯងស្រេចអញ្ចឹងហើយគឺលឿនទេបងប្អូនឥឡូវឆ្អិនហើយតោះញ៉ាំ